នៅពេលល្ងាចនេះនឹងសម្ដែងអំពីការក្រាបថ្វាយបង្គំគោរពនៅក្នុងពុទ្ធសាសនានេះការក្រាបថ្វាយបង្គំទី1ឈ្មោះថាអភិវឌ្ឍនកម្មទី2បច្ចុត្ថានកម្មទី3អញ្ជនិកម្មទី4សាមីជ្ជកម្មទី1ដែលឈ្មោះថាអភិវឌ្ឍនកម្មនោះគឺការក្រាបថ្វាយបង្គំ3ដងការក្រាបថ្វាយបង្គំ3ដងនេះសំដៅទៅលើក្បាល1ដៃ2គឺជង្គង់ទាំងពីរនោះយើងលុតជង្គង់ជាប់ទៅនឹងកន្ទេលអត់មានការកម្រើកទេបើកម្រើកតែក្បាល1និងដៃ2គេហៅអង្គ3ហើយការក្រាបថ្វាយបង្គំប្រកបដោយអង្គ5ដោយអង្គ5នេះគឺសំដៅទៅលើក្បាល1ដៃ2ជង្គង់2ហើយត្រូវអវយវៈទាំង5នឹងមានចលនាការកម្រើកទាំងអស់ពីការក្រាបថ្វាយបង្គំនេះ3ដងកិច្ចដែលក្រាប3ដងនេះបញ្ជាក់ថាការក្រាបលើកទី1គឺយើងសំដៅការគោរពចំពោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូដែលជារតនត្រ័យទី1នេះការក្រាបថ្វាយបង្គំលើកទី2គឺសំដៅចំពោះកាន់ព្រះធម្មរតនព្រះធម៌ជារតនៈទី2ការក្រាបថ្វាយបង្គំទី3នេះគឺសំដៅចំពោះទៅកាន់ព្រះសង្ឃរតនៈការក្រាបថ្វាយបង្គំទាំង3នេះគឺយើងថ្វាយទាំងកាយទាំងចិត្តរបស់យើងត្រូវដឹងគឺសតិត្រូវដឹងថាទី1ក្រាបទៅយើងនឹងថាយើងគោរពថ្វាយបង្គំចំពោះព្រះពុទ្ធជាបរមគ្រូទី2ចំពោះព្រះធម៌ទី3ចំពោះព្រះសង្ឃនឹងការក្រាបថ្វាយបង្គំដែលប្រកបដោយអង្គ5មានប៉ុណ្ណឹងឯងបង